ខ្សែព្រំដែនដែលផ្ទុយទៅនឹងច្បាប់អន្តរជាតិនិងគោលការណ៍ធម្មនុញ្ញអង្គការសហប្រជាជាតិដែលទង្វើបែបនេះជាការគំរាមកំហែងដ៏ធំបំផុតទៅដល់សន្តិភាពស្ថិរភាពក្នុងតំបន់និងសកលលោកទង្វើដ៏កម្រោលនិងខុសច្បាប់របស់ភាគីថៃក៏ជាការរំលោភបំពានយ៉ាងធ្ងន់ធ្ងរបំផុតនៅបទឈប់បាញ់ដែលប្រទេសទាំងពីរបានឯកភាពគ្នាកាលពីថ្ងៃទី28ខែកក្កដាឆ្នាំ2025នៅទីក្រុងកូឡាឡាំពួរដែលមានម៉ាឡេស៊ីសហរដ្ឋអាមេរិកនិងចិនធ្វើជាសាក្សីនៅក្នុងសេចក្តីថ្លែងការណ៍រួមស្តីអំពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជាថៃដែលភាគីទាំងពីរបានចុះហត្ថលេខានៅថ្ងៃទី26ខែតុលាឆ្នាំ2025ដែលជាកិច្ចខិតខំប្រឹងប្រែងដោយផ្ទាល់របស់ឯកឧត្តមប្រធានាធិបតី Donald Trump និងឯកឧត្តមនាយករដ្ឋមន្ត្រីម៉ាឡេស៊ី Anwar Ibrahim ក៏ដូចជាកិច្ចព្រមព្រៀងទ្វេភាគីទាំងឡាយដែលសម្រេចបាននៅក្នុងកិច្ចប្រជុំវិសាមញ្ញនិងកិច្ចប្រជុំពិសេសនៃគណៈកម្មការព្រំដែនទូទៅកម្ពុជាថៃ GBC និងគណៈកម្មការព្រំដែនថ្នាក់យុទ្ធភូមិភាគកម្ពុជាថៃ RBCនៅក្នុងនេះកម្ពុជាសូមអំពាវនាវឲ្យសហគមន៍អន្តរជាតិកោតទោសឲ្យបានយ៉ាងម៉ឺងម៉ាត់ចំពោះការរំលោភបំពានសេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជាថៃនិងសកម្មភាពខុសច្បាប់របស់ថៃម្ដងហើយម្ដងទៀតនៅដោយទាមទារឲ្យថៃទទួលខុសត្រូវទាំងស្រុងចំពោះការរំលោភបំពានដ៏កម្រោលនេះកម្ពុជាអំពាវនាវឲ្យថៃបញ្ឈប់ជាបន្ទាន់នៅអំពើអរិភាពដោយដកកម្លាំងចេញពីដែនអធិបតេយ្យរបស់កម្ពុជានិងជៀសវាងសកម្មភាពឈ្លានពានដែលគំរាមដល់សន្តិភាពស្ថិរភាពក្នុងតំបន់ទន្ទឹមនឹងនេះកម្ពុជាអំពាវនាវឲ្យភាគីថៃងាកមកគោរពកិច្ចព្រមព្រៀងបទឈប់បាញ់សេចក្តីថ្លែងការណ៍រួមស្តីពីសន្តិភាពនិងកាតព្វកិច្ចទាំងឡាយដែលស្ថិតនៅក្រោមច្បាប់អន្តរជាតិឲ្យបានម៉ឺងម៉ាត់ស្មោះត្រង់និងដោយសុឆន្ទៈពិតប្រាកដកម្ពុជាបដិញ្ញាចិត្តយ៉ាងម៉ឺងម៉ាត់ក្នុងការគោរពអនុវត្តតាមលក្ខខណ្ឌនៃបទឈប់បាញ់សេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជាថៃព្រមទាំងកិច្ចព្រមព្រៀងទាំងឡាយដែលភាគីទាំងពីរបានសម្រេចកន្លងមកប្រកបដោយសុឆន្ទៈនិងការទទួលខុសត្រូវខ្ពស់បំផុតកម្ពុជាប្រកាន់ខ្ជាប់នៅការដោះស្រាយជម្លោះដោយសន្តិវិធីស្របតាមច្បាប់អន្តរជាតិក៏ដូចជាសន្ធិសញ្ញាអនុសញ្ញានិងកិច្ចព្រមព្រៀងដែលមានស្រាប់ហើយប្រឆាំងនឹងការគំរាមកំហែងការប្រើប្រាស់កម្លាំងសម្ដៅរកដំណោះស្រាយមួយដោយយុត្តិធម៌ត្រឹមត្រូវយូរអង្វែងនិងស្របតាមច្បាប់អន្តរជាតិក្រសួងការពារជាតិនិងកងយោធពលខេមរៈភូមិន្ទបន្តគោរពនិងអនុវត្តឥតងាករេនៅរាល់ការសម្រេចចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជានៅក្នុងការដោះស្រាយបញ្ហាដោយសន្តិវិធីស្របតាមច្បាប់អន្តរជាតិនិងបានត្រៀមខ្លួនរួចជាស្រេចដើម្បីការពារអធិបតេយ្យនិងបូរណភាពទឹកដីព្រមទាំងសុខសុវត្ថិភាពរបស់ប្រជាជនកម្ពុជាដោយមិនអនុញ្ញាតឲ្យប្រទេសណាមួយឈ្លានពានដោយខុសច្បាប់មកលើទឹកដីរបស់ខ្លួនឲ្យបានជាដាច់ខាតទោះបីក្នុងតម្លៃណាក៏ដោយអាស្រ័យដោយបានជម្រាបជូនខាងលើសូមសាធារណជននិងអ្នកសារព័ត៌មានជាតិនិងអន្តរជាតិសូមជ្រាបជាព័ត៌មានចំពោះការធ្វើបច្ចុប្បន្នភាពបន្ថែមទៀតអំពីស្ថានភាពព្រំដែនកម្ពុជាថៃនាងខ្ញុំនឹងធ្វើការបញ្ជាក់ជូនបន្ថែមនៅពេលក្រោយសូមអរគុណ